Welcome back to Gym 101 where we're gonna learn everything we need to know about gym and fitness នៅក្នុងវីដេអូមុនយើងបានដឹងពីច្បាប់ប្រពៃណីមួយចំនួននៅក្នុង gym នៅក្នុងមេរៀនយើងហ្នឹង module 2.2 gym lingo ភាសាបច្ចេកទេសនៅក្នុង gym យើងបានដឹងពីពាក្យមួយចំនួនដែលគេតែងតែនិយាយនៅក្នុង gym កុំឲ្យគេនិយាយអីហើយយើងអត់យល់ទី1 rep ពាក្យពេញ repetition rep ហ្នឹងគឺជាចំនួនដងដែលយើងធ្វើ exercise អីមួយឧទាហរណ៍បើយើងធ្វើ dumbbell curl 8 rep មានន័យថាយើងត្រូវធ្វើ motion dumbbell curl ហ្នឹង8ដងទី2 set is a group of repetition អញ្ចឹងបើយើងធ្វើ3 set of 10 rep មានន័យថា first set 10 rep តមកយើងសម្រាកsecond set 10 rep យើងសម្រាកតមក final set 10 rep ហើយយើងសម្រាកអញ្ចឹងទាំងអស់3 set of 10 rep ទី3 PR ពាក្យពេញ personal record best performance for a specific exercise បើខ្ញុំនិយាយថា PR deadlift ខ្ញុំ200គីឡូមានន័យថាខ្ញុំ deadlift ខ្លាំងបំផុតបានត្រឹម200គីឡូបើខ្ញុំនិយាយថា PR bench press ខ្ញុំ100គីឡូមានន័យថាខ្ញុំលើកខ្លាំងបំផុតអស់ត្រឹម100គីឡូហ្នឹងហើយទី4 spotter ហ្នឹងជាអ្នកចាំជួយយើងក្នុង exercise ណាមួយដែលយើងត្រូវការគេជួយមិនថា deadlift bench press ឬក៏ exercise ធម្មតាទេពេលខ្លះយើងត្រូវការគេជួយ push បន្តិចដើម្បីឲ្យយើង complete set ឬក៏ goal របស់យើងហ្នឹងទី5 superset ហ្នឹងមានន័យថាយើងធ្វើ two different exercise back to back ពី exercise ធ្វើតកតុយគ្នាក្នុងពេលតែមួយដោយ rest តិចបំផុតឧទាហរណ៍បើខ្ញុំធ្វើ hammer curve ហើយជាមួយនឹង forearm curve ក្នុងពេលតែមួយមានន័យថាខ្ញុំធ្វើ hammer curve នឹងចប់ហើយមួយ set ហើយខ្ញុំមកធ្វើត forearm curve មួយ set ទៀតចប់មួយចូលមួយចប់មួយចូលមួយអញ្ចឹងបើយើងធ្វើអា superset ហ្នឹងទី1វាចំណេញពេលវេលាហើយក៏វាធ្វើឲ្យការហាត់របស់យើងកាន់តែ intense ដែរទី6 bulking and carrying ពាក្យពីរហ្នឹងប្រហែលជាអ្នកគ្នាធ្លាប់ឮច្រើនហើយ bulking ហ្នឹងគឺផ្ដោតទៅលើដំឡើង mass សាច់ដុំដែលជាធម្មតាយើងត្រូវដំឡើង calorie ដែលយើងត្រូវញ៉ាំហើយ bulking ហ្នឹងជាធម្មតាវាឡើងតាំងសាច់ដុំវាឡើងតាំងខ្លាញ់មកដែរតិចច្រឡំថាអ្នក bulking ហ្នឹងធាត់ចុះគេធាត់មែនតែគេធាត់មានសាច់ដុំធំរីឯ cutting វិញផ្ដោតទៅលើសម្រកខ្លាញ់តែរក្សាសាច់ដុំឲ្យនៅដដែលដើម្បីឲ្យឃើញសាច់ដុំហ្នឹងឃើញមានភ្លីហើយច្បាស់ស្អាតសូមមានយើងនឹងយើងបានដឹងពីភាសាបច្ចេកទេសនៅក្នុង gym ហើយកុំឲ្យយើងមានភាពរអាក់រអួលក្នុងការប្រស័យតាក់ទងគ្នានៅក្នុង gym ហើយបើអ្នកគ្នាមានចម្ងល់ឬក៏ខ្ញុំនិយាយខ្វះខាតនៅចំណុចណាមួយចាំជួយ comment ប្រាប់ផងហើយយើងជួបគ្នានៅវីដេអូក្រោយ Take care